បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរបញ្ហាកណ្ដោកាត់ខ្សែភ្លើងអុកចង្កឹះលេខបាទToyota Vic ហើយនឹងខូចបូមសាំងនេះយើងធ្វើការដោះដូរហើយមួយរយៈនេះអត់សូវបានចេញវីដេអូដោយសារជាប់ធ្វើឡានទៅហើយក៏ឆ្លៀតដូចតហើយឡាននេះចេញឆែកអាគុយហើយឃ្លៀតទៅជីវ៉ាមួយខែយ៉ាងនេះឡើយចាំមើលដោះមកមិនហើយបញ្ហាកុយនេះគឺដោយសារគាត់លេខឆែកហើយចេញស្នំច្រើនហើយគាត់អត់ព្រមយកមកសម្អាតធ្វើឲ្យខូចស្លឹកគាត់បងអា330នេះដែលយើងឡើងប៉ុងមកវាដាច់ស៊ូកាឡេហើយវាលឺសប៉កដាច់ស៊ូកាឡេនេះស៊ូម៉ែតនេះនេះអីប្រែអ่ะហើយជាប្រេងកបោច្បាប់នេះអត់នេះជាប្រេងនេះជាប្រេងអានេះបត់ទៅលើទឹកដែរបញ្ហាកលេនេះតែយើងនៅប្រើបានដូរដល់កស៊ូនេះសិនក៏បានទៅពីសិនណាការពារកុំឲ្យខូចលឿនហើយសម្រាប់ NX 200T នេះគឺគាត់យកមកយើងឆាយគឺពាក់ព័ន្ធនឹងលេខជ្រាបពេញ Ford ជញ្ជាំងនេះហើយនឹងបញ្ហាម៉ែតហើយនឹងបញ្ហាបូមហើយមួយទៀតគឺយើងខ្លឹកហ្នឹងពេលដែលលះហ្នឹងយើងឆាយវាទៅគឺបញ្ហាទៅលើកឆ្កូតប្រភេទពួក NX 200T វាខុសពីកឆ្កូតពួក Highlander ដូច CA ពួកនេះគឺកឆ្កូតវាមានបត់ជាដុំតែជាប់នឹងតែម្ដងហើយវាពិបាកបន្តិចព្រោះបើសិនជាយើងមិនដោះមើលជាក់ស្ដែងទេអត់ដឹងទេហើយក៏អរគុណបងប្អូនអរគ្នាសម្រាប់ការគាំទ្រហើយនឹងបងប្អូនអរគ្នាមានបញ្ហាលើរថយន្តអាចយកមកចែកបាន